ក្រោយពីយើងចោះអញ្ចឹងហើយយើងចាប់ដើមនេះយកអាកលៈនេះអានេះហ្នឹងយកមកដោតកន្លែងប្រឡោះភ្នែកហ្នឹងប្រឡោះភ្នែកកែបទៅហើយយើងទម្លុះវាមកក្រោមហើយតាក់នេះណាយើងតាក់អញ្ចឹងមកជាប់ក្រោយពីជាប់ហើយនេះយើងមើលផ្លែវាតើផ្លែវាយើងគួរដោតនៅកន្លែងណាយើងអានេះលេងផ្លែនេះទៀតហើយផ្លែហ្នឹងចង់បង្ហាញពីរបៀបនៃការលេងតិចដែរដោយសារវាតូចខ្ញុំសួរតែមិនគាត់លេងខំគាត់លេងអត់ខំអញ្ចឹងខ្ញុំនឹងបង្ហាញតទៅនឹងការប្រើប្រាស់ផ្លែនេះហើយនឹងរបៀបបិទនុយហ្នឹងបាទហើយមួយយ៉ាងទៀតចាំវិធីដែលធ្វើវិធីដែលកែច្នៃផ្លែនេះចាំប្រាប់នៅពេលក្រោយអញ្ចឹងយើងតាមដានទាំងអស់គ្នាហើយរបៀបនៃការលេងហើយនឹងរបៀបនៃការបិទនុយបាទអញ្ចឹងយើងនឹងចាប់ផ្ដើមទាំងអស់គ្នាអញ្ចឹងតាមពិតវាងាយទេដូចអត់មានអីដែលពិបាកទេអញ្ចឹងដំបូងគឺយើងចោះវាបន្តិចមកដើម្បីយើងងាយស្រួលក្នុងការទម្លុះវាអញ្ចឹងក្រោយពីយើងចោះអញ្ចឹងហើយយើងចាប់ដើមនេះយកអាកលៈនេះអានេះហ្នឹងយកមកដោតកន្លែងប្រឡោះភ្នែកហ្នឹងប្រឡោះភ្នែកកែបទៅហើយយើងទម្លុះវាមកក្រោមហើយតាក់នេះណាយើងតាក់អញ្ចឹងមកជាប់ក្រោយពីជាប់ហើយនេះយើងមើលផ្លែវាតើផ្លែវាយើងគួរដោតនៅកន្លែងណាយើងមិនបាច់ដាក់ស្លក់ទេមិនបាច់បិទស្លក់ពីមុខផ្លែទេនេះយើងដោតវាអញ្ចឹងហើយផ្លែមិនបាច់ឲ្យធ្លុះចេញមកក្រៅស្បែកកង្កែបទេមិនបាច់ធ្លុះចេញក្រៅស្បែកកង្កែបទេនេះតែប៉ុណ្ណេះបានបាត់ស្អាតជ្រេញអញ្ចឹងយើងអូសមានន័យថាផ្លែនេះគឺយើងមិនមែនលេងនុយលើទឹកទេគឺយើងលេងត្រីដែលនៅបាតដីនិងត្រីដែលនៅទឹកពាក់កណ្ដាលទឹកអញ្ចឹងងាយនឹងខំព្រោះពីម្សិលខ្ញុំលេងបានផលច្រើនឃើញបងប្អូនលេងបានត្រីម្នាក់2 3តែខ្ញុំលេងដល់ចូល20ក្បាលជាងពីម្សិលសរុបទៅឡើង3 4គីឡូវាតូចវាធំបាទនេះប៉ុណ្្នឹងឯងចា៎យើងនឹងចាប់តាមទស្សនាទាំងអស់គ្នាតើខំឬមិនខំតិចទៀតយើងដឹងអញ្ចឹងតោះយើងចាប់តាមអញ្ចឹងនេះបង្ហាញពីរបៀបបិទនុយម្ដងទៀតអញ្ចឹងទី1យើងទម្លុះវាសិនដើម្បីវាមានមុខដោយសារជ្រុកតោះរបស់យើងវាអត់មានមុខសម្រាប់ចាក់ទេអញ្ចឹងយើងទម្លុះវាចឹងមកតោះយើងដាក់កន្លះវានេះណាតោះមកយើងលុបផ្លែតែអត់ចេញអត់ឆ្លុះទេអត់ឆ្លុះចេញក្រៅស្បែកទេដើម្បីកុំឲ្យតាក់នេះប៉ុណ្ណឹងបានហើយអញ្ចឹងយើងអាចចាប់ផ្ដើមបន្តទៀតបាន